ណាត្រឹមតែ17គីឡូម៉ែត្រពីទីក្រុងទឹកខ្មៅលោកអ្នកនឹងបានឃើញទីក្រុងតូចមួយហ៊ុមព័ទ្ធទៅដោយទេសភាពខៀវស្រងាត់មានប្រព័ន្ធស្តុកទឹកនិងប្រព័ន្ធប្រឡាយទឹកជុំវិញអគារសំណង់ផ្ទះលំហែជាច្រើនបែបលម្អទៅដោយរចនាបថបែបខ្មែរនិងទាន់សម័យដែលស្ថិតនៅក្នុងភូមិឫស្សីជ្រោយឃុំស្វាយប្រទាលស្រុកស្អាងខេត្តកណ្ដាលនោះគឺបរិយាភូមិផ្កាត្រកួនដែលមានផ្ទៃដីសរុបជិត200ហិកតាគ្រាន់តែចូលដល់បរិវេណភូមិផ្កាត្រកួនភ្លាមលោកអ្នកនឹងបានឃើញផ្ទះលំហែស្រស់ស្អាតប្លែកៗពីគ្នានិងមានខ្លោងទ្វាររបងដែលចម្លងចេញពីរចនាបថភ្ញីអង្គរជាទម្រង់រោងស្បូវយ៉ាងស្រស់ស្អាតអមដោយរូបសំណាកបែបបុរាណចូលទៅកាន់ផ្ទះរោងឌឿងដែលគួរឲ្យចាប់អារម្មណ៍ជាប្រភេទផ្ទះបុរាណមួយក្នុងចំណោមផ្ទះបុរាណខ្មែរទាំង5រចនាបថដែលមានវត្តមានចាប់តាំងពីសតវត្សទី18មកម្លេះផ្ទះរោងឌឿងជាទូទៅគឺមានហោណាំងខាងមុខមានសសរចាប់ពី3ជួរទៅ5ជួរមានដំបូល2ជាន់និងតភ្ជាប់គ្នាដែលអាចពង្រីកបានទៅឆ្វេងទៅស្ដាំទៅមុខទៅក្រោយបានដោយងាយស្រួលទៅតាមសមាជិកគ្រួសារធំឬតូចតាមតម្រូវការនៃគ្រួសារនីមួយៗផ្ទះរោងឌឿងនេះត្រូវបានតុបតែងលម្អពោពេញដោយភាពច្នៃប្រឌិតរំលេចគំនិតអភិរក្សរបស់ម្ចាស់ផ្ទះដែលស្រឡាញ់អត្តសញ្ញាណជាតិខ្មែរតាំងលម្អដោយគ្រឿងសង្ហារឹមធ្វើពីដើមត្នោតខ្មែរគោរពបូជាព្រះព្រហ្មមុខ4ដែលប្រជាពលរដ្ឋខ្មែរនិយមតាំងតាមផ្ទះឬការិយាល័យដែលតំណាងឲ្យព្រហ្មវិហារធម៌ទាំង4បើយោងតាមឯកសារប្រវត្តិនៃការវិវត្តផ្ទះខ្មែរកាលពីដើមឡើយប្រជាពលរដ្ឋខ្មែរមានតែត្បាល់បុកស្រូវគ្មានត្បាល់កិនស្រូវជាន់អង្គរទេលុះមកដល់រជ្ជកាលព្រះបាទស្រីសុរិយោទ័យទើបមានត្បាល់ជាន់អង្គរដែលគេហៅថាត្បាល់ក្ដឿងដូចនេះប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមនាំគ្នាបើកសំយ៉ាប់ផ្ទះមួយល្វែងនៅខាងក្រោយដើម្បីដាក់ត្បាល់ក្ដឿងសម្រាប់ជាន់ស្រូវដោយឃើញថាមានភាពងាយស្រួលអ្នកស្រុកក៏នាំគ្នាសង់តាមគំនិតនេះហៅថាផ្ទះត្បាល់ក្ដឿងតរៀងមកនៅពេលប្រើពាក្យផ្ទះរោងត្បាល់ក្ដឿងយូរទៅក៏คล้ายជាផ្ទះរោងឌឿងសូមជម្រាបផងដែរថាផ្ទះបែបបុរាណខ្មែរដែលពោពេញទៅដោយរចនាបថបែបចម្រុះមាននៅក្នុងភូមិផ្កាត្រកួនជាច្រើនភូមិផ្កាត្រកួនមិនត្រឹមជាលំនៅឋានលំហែកាយឬរមណីយដ្ឋានប៉ុណ្ណោះទេតែជាទីចម្រុះទៅដោយសិល្បៈវប្បធម៌ប្រពៃណីផ្សារភ្ជាប់ទំនាក់ទំនងរវាងជនបទនិងទីក្រុងជាកន្លែងផ្ដល់គំនិតកន្លែងកម្មសិក្សាសម្រាប់កូនសិស្សស្ថាបត្យកម្មទស្សនកិច្ចសិក្សាផងដែរ